រៀបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំមានល្បែងសិក្សាមួយដែលតាក់ទងទៅនឹងគណិតវិទ្យាគឺការបូកដកគុណចែកប្រមាណវិធីអញ្ចឹងនេះគឺជាការបង្កើតរបស់លេខរបស់ខ្ញុំដែលនៅក្នុងនោះមានប្រមាណវិធីគុណវិធីចែកវិធីបូកនិងវិធីដកអញ្ចឹងយើងមានក្រដាស់ពីរផ្នែកមួយផ្នែកសរសេរជាប្រធានលំហាត់និងមួយផ្នែកទៀតគឺសរសេរអំពីចម្លើយលោកគ្រូអ្នកគ្រូអាចបង្កើតប្រមាណវិធីឲ្យស្របទៅតាមសមត្ថភាពរបស់សិស្សរបស់លោកគ្រូអ្នកគ្រូផ្ទាល់ហើយលោកគ្រូអ្នកគ្រូក៏អាចផ្លាស់ប្ដូរបានលេខទៅជាបានព្យញ្ជនៈជាភាសាខ្មែរឬលំហាត់ណាមួយដែលតាមការបត់បែនរបស់លោកគ្រូអ្នកគ្រូបានអញ្ចឹងនេះគឺជាបានលេខដែលខ្ញុំបានបង្កើតរួចអញ្ចឹងវាមានបានប្រធានហើយនិងចម្លើយហើយខ្ញុំបានបែងចែកសិស្សទៅជាក្រុមតូចៗដែលក្នុងនោះមានសមាជិក3នាក់ខ្ញុំយល់ថាការបែងចែកក្រុមដែលមានក្រុមតិចហើយសមាជិកច្រើនគឺសិស្សប្រចាំគ្នាអញ្ចឹងពេលដែលខ្ញុំអនុវត្តការងារក្រុមខ្ញុំតែងតែរៀបគាត់ជាក្រុមច្រើនប៉ុន្តែមានសមាជិកតិចអញ្ចឹងគឺគាត់មានទំនួលខុសត្រូវក្នុងការធ្វើកិច្ចការងារទាំងអស់នេះសូមបញ្ជាក់បន្ថែមលោកគ្រូថាល្បែងសិក្សានេះគឺខ្ញុំមានបានពាក្យនិងចម្លើយអញ្ចឹងខ្ញុំចែកបានចម្លើយដែលមានចម្លើយហ្នឹងទៅកាន់សិស្សតាមក្រុមនីមួយៗក្នុងមួយក្រុមគឺមានតែមួយបាននោះទេហើយនៅខាងលើគឺមានប្រធានលំហាត់ដូចជាលេខបូកដកគុណចែកអីហ្នឹងទៅអញ្ចឹងគាត់ត្រូវមួយក្រុមគាត់ត្រូវឲ្យសិស្សម្នាក់តំណាងក្រុមម្នាក់ឡើងមកចាប់យកប្រធានហើយគាត់យកប្រធានលំហាត់ហ្នឹងយកទៅកណនានៅក្រុមគាត់បើសិនជាប្រធានហ្នឹងកណនាទៅឃើញចម្លើយដូចជាចម្លើយដែលគាត់មាននៅក្នុងក្រុមគឺបានន័យថាគាត់ចាប់បានមកគូអញ្ចឹងគាត់អាចឡើងមកសុំចម្លើយពីគ្រូបន្ថែមទៀតហើយពេលដែលសុំចម្លើយហើយគឺគាត់ត្រូវទៅកន្លែងវិញហើយគាត់ឡើងមកចាប់យកប្រធានមួយទៀតដើម្បីទៅធ្វើស្វែងរកចម្លើយប៉ុន្តែនៅពេលដែលគាត់បានចម្លើយទៅហើយតែគាត់ត្រូវឡើងមកចាប់ប្រធានមួយទៀតតែបើគាត់ចាប់ប្រធាននឹងទៅហើយធ្វើអត់ត្រូវជាមួយនឹងចម្លើយដែលមាននៅក្នុងដៃរបស់គាត់ត្រូវឡើងមកដូរប្រធានតទៀតរហូតដល់បានប្រធាននិងចម្លើយត្រូវដូចគ្នាសិស្សត្រូវអនុវត្តបែបនេះរហូតដល់គាត់ទទួលបានលំហាត់ច្រើនជាងគេដែលត្រូវជាមួយគ្នាមានទាំងប្រធានមានទាំងចម្លើយអញ្ចឹងសិស្សណាក្រុមណាដែលធ្វើបានច្រើនជាងគេក្រុមនោះនឹងទទួលបានពិន្ទុច្រើនហើយការរៀបចំនេះខ្ញុំបានឲ្យសិស្សចាប់ជាក្រុមដោយមានការរាប់ចំនួនដោយសារតែសិស្សខ្ញុំមាន24នាក់អញ្ចឹងខ្ញុំឲ្យគាត់រាប់ពី1ដល់លេខ8អញ្ចឹងពេលដែលរាប់ហើយពេលដែលគាត់ចាប់ចំលេខ1គឺគាត់រត់ទៅរកសមាជិកក្រុមដែលមានលេខ1ដូចគ្នាគាត់ចូលមកក្រុមលេខ2ដូចគ្នាគឺចូលទៅមកក្រុមដោយដែលលោកគ្រូបានឃើញជាក់ស្ដែងនៅក្នុងវីដេអូនេះអញ្ចឹងចាប់ក្រុមរួចកាន់សភៅព្រៀងចាក់ចេញពីតុដើម្បីចូលទៅក្រុមដែលខ្លួនឯងចាប់បានលេខដូចគ្នាអញ្ចឹងសិស្សនាំគ្នារៀបចំក្រុមចូលទៅដែលខ្លួនឯងមួយនេះគឺជាទស្សនវិជ្ជាដែលសិស្សចូលក្រុមគឺមួយក្រុមមាន3នាក់មានស្រីមានប្រុសតាមលេខរៀងដែលគាត់ចាប់បានដូច្នេះពេលចូលក្រុមហើយខ្ញុំក៏បានឲ្យគាត់ប្រមូលអារម្មណ៍ដោយធ្វើកាយវិការដូចតទៅតតែដៃ1តែដៃ2តែដៃ3តឥឡូវកូនទៅឈរឡើងកូនតែដៃពុះវែកឲ្យលោកគ្រូអ្នកគ្រូមើលបន្តិចនៅក្នុងវីដេអូនេះតលោកគ្រូឲ្យតតែដៃពុះវែកតែបាក់ល្អកូនចាស់អរគុណច្រើនចឹងឥឡូវកូនយល់លក្ខខណ្ឌនៅមិញគ្រូយល់មិញតអញ្ចឹងឥឡូវយើងនឹងចែកចាំគ្រូចែករបស់លេខឲ្យកូនចាំទទួលហើយចាំយើងកណនាទាំងអស់គ្នាតចុះ15នាទីតោះឥឡូវចាប់ដើមណាតា1 2 3មិញក្រុមណាគេបានច្រើនក្នុងជាងគេមិញលើកដៃតិចមើលតោះងើបឆ្លាតតិចមកភ័ក្រយើងមើលឃើញផងបានមួយខ្ទង់មិញបានចំនួន4ខ្ទង់តាមមកភ័ក្រទាំងអស់ទេតែអបសាទោឲ្យមើលភ័ក្រយើងមើលផងអរគុណមកភ័ក្រទាំងអស់គ្នាល្អកូនចាស់